ទេអញសួរមួយមើលអាក្រមប្រឆាំងកូនចៅរាំងស៊ីអាផាន់ណាជាពលរដ្ឋអាជីវករផ្សារដើមកោអ្នកលក់តាមចាមខ្នល់អ្នកអត់មានកន្លែងលក់គេដេញឲ្យទៅលក់ផ្សារដើមកោថ្មីនៅផ្លូវកប់ស្រូវនេះផ្លូវកប់ស្រូវចិត្តបឹងតមោកអ្នកអត់មានផ្ទះអត់មានសបែងកន្លែងលក់ដូរនិយាយទៅអត់មានកន្លែងពិតប្រកបលក់ដូរលក់តាមចាមខ្នល់គេឲ្យលក់កាលពីមុនមកឥឡូវគេដេញឲ្យមកលក់នឹងចុះឯងឲ្យទៅទៀមទាសំណងទៅទៀមទាស្អីបើអ្នកអស់នឹងអត់មានទាំងកន្លែងលក់ដូរផងហ្នឹងមកអញសួរឯងមើលអាល្ងងមកអាល្ងងហើយគិតរឿងអីវិញបានឯងមកនិយាយចឹងឲ្យទៅទៀមទាសំណងទៀមទាជំងឺចិត្តទៀមទាជំងឺចិត្តមិនអ្នកនឹងមានផ្ទះនៅនឹងណាមកពីអត់មានផ្ទះមានកន្លែងលក់ហ្នឹងបានគេដេញឲ្យមកផ្សារដើមកោនៅហើយទៅនិយាយវាឈួតចឹងអាចឈួតយីពួកឯងរោគចិត្តទេស្អីក៏ខុសអីក៏ខុសចឹងអាចឲ្យម្ដាយអញដាក់ឃើញណាដល់រដ្ឋបាលរាជធានីភ្នំពេញគេរកកន្លែងឲ្យអ្នកអត់កន្លែងលក់នៅផ្សារដើមកោនោះគេដេញឲ្យមកលក់នៅផ្សារដើមកោថ្មីនេះទៅទីហែងឲ្យគេទីអាជីវករធ្វើបាតកម្មបាត់ផ្លូវទាជំងឺចិត្តទាជំងឺម៉ែហែងទៅអាកបតកទាជំងឺចិត្តស្អីទើបតែគេដេញចេញពីផ្ទះដេញចេញពីកន្លែងលក់ដែលមានកដាស់ស្នាមនោះដូចជាផ្សារយើងទិញយើងអីចឹងបងអូនេះអ្នកនេះលក់មួយថ្ងៃគេចិត្តតែឲ្យលក់ហ្នឹងអូទីកន្លែងលក់មិនសោះរួចដល់គេរកកន្លែងធ្វើកន្លែងឲ្យមានលក់មកផ្សារដើមកោនេះកន្លែងមួយថ្ងៃបង1រៀលផ្សារដើមកោថ្មីនៅបឹងតមោកនេះហើយដងគងស្រេងចាញ់ទៀតបើថាលក់អត់ដាច់អត់អង្គស៊ីគាត់ឲ្យអង្គទៀតព្រោះអញទៅបបាសបបោឲ្យគេទៅប្តឹងទាជំងឺចិត្តហើយទារឿងអីគេមានដេញចេញពីផ្ទះដេញចេញពីទ្រព្យសម្បត្តិខ្លួនឯងណាគេឲ្យយើងមករកកន្លែងលក់គេខំធ្វើទីផ្សារឲ្យផ្សារប៉ុណ្ណាណៃបើអាចចាំសុកវិញទៅផ្សារដូចគុកក៏ទួយម៉ែហើយមកមើលផ្សារល្អប៉ុណ្ណាគាត់ទៅលក់ដបងវារៀងស្ងាត់លក់យូរទៅវាមានមនុស្សមានអីធម្មតាទៅហើយបើមិនពួកគ្នាមកលក់សោះនេះអត់មានកន្លែងលក់នេះមកចាប់ផ្ដើមមករកកន្លែងលក់មកទៅធ្វើមកគេប្រទេសជាតិត្រូវការអភិវឌ្ឍទីក្រុងឲ្យលែងស្ទះលែងកកឲ្យទៅពពួកគ្នាដើរផលឲ្យទៅទាជំងឺចិត្តអញអត់យល់ទាជំងឺចិត្តមិនទារឿងមិនបានទៅទាជំងឺចិត្តទៅប្តឹងទាស្អីក្នុងទាអត្ថប្រយោជន៍ទាស្អីបើយើងអត់មានលក្ខខណ្ឌអីត្រូវនៅលក់ផ្សារហ្នឹងផងហ្នឹងទៅសុំគេលក់បងប្រចាំថ្ងៃឲ្យគេហ្នឹងគេរកកន្លែងឲ្យលក់មិនគិតមកលក់ហ្នឹងឯងទៅឲ្យគេទៅពពួកគ្នាបាតកម្មបិទផ្លូវបិទអីឲ្យបិទផ្លូវទៅរួចទាជំងឺចិត្តពីអាញាធរហ្នឹងហើយទៅទារបៀបមិនបើយើងអត់មានកន្លែងពិតប្រកបហ្នឹងគ្រាន់តែលក់ព្រោះមួយថ្ងៃហ្នឹងពួកឯងនៅល្ងងនោះណាហ្នឹងធ្វើនយោបាយស្អីតិចក៏ឯងប្រឆាំងអញ្ចឹងឯងប្រឆាំងអត់មានហេតុផលអញ្ចឹងសាដើមកោថ្មីនេះកន្លែងនេះមកចាប់លក់ទៅតន់គេឲ្យលទ្ធភាពបើលក់មិនដាច់គេឲ្យអង្គឲ្យអីស៊ីទៀតហើយក៏ល្ងងងមិនប្រឹងមកសិនមកអ្នកអត់កន្លែងលក់នោះកុំតាមពួកអប្រឆាំងនោះកើតទេដូចកាលចំនួនរដ្ឋាភិបាលឲ្យជនភៀសសឹកមកពីស្រុកថៃនោះគេពៀវនាងឲ្យមកដល់ចុងក្រោយឃើញមកបើមកដល់មកវាពិបាកឥឡូវគេពៀវនាងរឿងផ្សារដើមកោនេះគេឲ្យមកលក់កន្លែងថ្មីនេះកន្លែងគេស្អាតទាំងអីហ្នឹងអូចេះជឿតាមពួកបត់ជាតិនៅក្រៅស្រុកហ្នឹងវានិយាយវាដឹងខ្យល់អីវាយីពួកអស់នេះដល់ថ្នាក់អត់មានកន្លែងលក់អត់អីលក់គេរកកន្លែងលក់ឲ្យគេប្រាប់ឲ្យមកលក់ទៅទាជំងឺចិត្តគេអាចទៅទាពីស្អីវិញចាញ់ពីស្អីវិញជំងឺចិត្តរឿងអីផ្ទះសបាយថ្ងៃហ្នឹងបើមិនមែនផ្ទះសបាយថ្ងៃហ្នឹងយេពួកអស់នេះដូចយ៉ាប់មែនពួកខ្មោចឆៅអស់នេះប្រឆាំងម៉ែឯងប្រឆាំងមាននឹងខ្យល់អីចឹងចេះនាំប្រជាជនឲ្យបះបោម៉ែឯងស្អីអាណាទៅជឿឯង